Sầm lo mà chu krương trai po bẹp nghi bong pa ôn cha bong pa ôn thlo slo tamระเบียบនេះដែរអត់ចាស្លតាមរបៀបនេះគឺដូចថាស្រួលហើយឆាប់បានហូបឆ្ងាញ់ទៀតចាបើបងប្អូនណាគាត់អត់តន់បានធ្វើតាមរបៀបនេះគាត់អាចមើលវីដេអូនេះហើយធ្វើឲ្យក្រុមគ្រួសារហូបបានចាតោះតែមើលគ្រឿងផ្សំខ្ញុំមានត្រីពោដែលខ្ញុំលាងសម្អាតនិងកាត់ជាកង់រួចហើយនេះជាគល់ល្ក្រៃម្ដេងស្លឹកក្រូចសើចខ្ទឹមក្រហមខ្ទឹមសហើយនិងកាពិហើយនិងសណ្តាន់ហើយខ្ញុំមានម្ទេសពណ៌លឿងខ្លះហើយនិងម្ទេសម្លេខ្លះចាតោះបងប្អូនចាប់ផ្ដើមធ្វើជាមួយនឹងខ្ញុំចាជាដំបូងគឺខ្ញុំចាក់ប្រេងឆានៅលើក្នុងឆ្នាំងចាមិនមែនលើទេគឺក្នុងឆ្នាំងចាក្នុងឆ្នាំងហើយខ្ញុំចាក់ខ្ទឹមក្រហមនិងខ្ទឹមសហ្នឹងចូលវារំលីងសិនបងប្អូនចាខ្ញុំបើកភ្លើងហើយប៉ុន្តែវាអត់តន់ក្តៅនេះខ្ញុំដាក់គល់ល្ក្រៃម្ដេងស្លឹកក្រូចសើចចាដាក់ចូលមកហើយរួចហើយយើងរំលីងវាបន្តិចសិនណាបងប្អូនចាធ្វើយ៉ាងម៉េចឲ្យគល់ល្ក្រៃម្ដេងខ្ទឹមអីហ្នឹងវារៀងឈ្ងុយបន្តិចទៅបានខ្ញុំដាក់កាពិចាខ្ញុំដាក់កាពិបន្តិចចាថ្ងៃនេះខ្ញុំអត់បានប្រើប្រហុកគេជាធម្មតាខ្ញុំស្លម្ជូរគ្រឿងខ្ញុំប្រើប្រហុកប៉ុន្តែថ្ងៃនេះខ្ញុំដូចថាចង់បដូររសជាតិខ្ញុំប្រើកាពិចាឥឡូវខ្ញុំបន្ថែមគ្រឿងต้มយำដែលខ្ញុំធ្វើដោយខ្លួនឯងហ្នឹងចាបន្តិចចូលមកដើម្បីបន្ថែមរសជាតិឲ្យឈ្ងុយឲ្យកាន់តែឈ្ងុយបងប្អូនចាឈ្ងុយហើយឆ្ងាញ់ទៀតចាខ្ញុំដាក់គ្រឿងต้มយำហ្នឹងបន្តិចមកចាពីព្រោះគ្រឿងต้มយำហ្នឹងដូចថាផ្សំឡើងពីគល់ល្ក្រៃពីគ្រឿងម្ដេងគ្រឿងអីបងប្អូនចាគ្រឿងខ្មែរយើងទាំងអស់ចាហើយខ្ញុំបន្ថែមទឹកត្រីបន្តិចម្សៅស៊ុបមាន់នេះជាប៊ីចេងហើយនឹងអំបិលខ្ញុំដាក់តែបន្តិចសិនទេបងប្អូនបើភ្លក់ទៅពេលក្រោយទៅដូចថារសជាតិសាបប្រៃខ្ញុំយើងថែមថយទៅតាមនឹងទៀតណាបន្ទាប់មកគឺខ្ញុំដាក់ទឹកក្តៅហ្នឹងបន្តិចដើម្បីកុំឲ្យវាខ្លោចបងប្អូនហើយខ្ញុំដាក់ម្ជូរសណ្តានហ្នឹងចូលតែម្ដងចាពេលដែលដាក់ម្ជូរសណ្តានហើយខ្ញុំដាក់ត្រីចាដាក់ត្រីចូលមកចាម្ហូបមួយមុខនេះគឺស្រួលធ្វើទេបងប្អូនហើយសម្រាប់ត្រីពោបើយើងស្លម្ជូរគ្រឿងដូចថាត្រីពោវាឆាប់ផុយចាត្រីពោត្រីប្រាបើសិនជាពុះដូចថាខ្លាំងពេកវាអាចនឹងរលួយដែរបងប្អូនចាហើយបើយើងកូរខ្លាំងក៏បែកដែរចាសម្រាប់ត្រីពោដូចថាសាច់វាទន់អញ្ចឹងបងប្អូនចាឥឡូវខ្ញុំប្រែវាហើយខ្ញុំបិទកម្របវាឲ្យវាពុះដូចថាយូរបន្តិចទៅបាទខ្ញុំបន្ថែមនៅទឹកចាសម្រាប់ទឹកនេះបងប្អូនចូលចិត្តទឹកច្រើនបងប្អូនអាចដាក់រៀងច្រើនបន្តិចទៅចាបើចូលចិត្តទឹកតិចរៀងភក់បងប្អូនអាចដូចថាដាក់ល្មមទៅតាមការចូលចិត្តណាបងប្អូនចាពីព្រោះនៅក្នុងគ្រួសារមួយខ្ញុំដឹងថាចូលចិត្តហូបខុសៗគ្នាឥឡូវខ្ញុំបន្ថែមនៅម្សៅល្មៀតចាឲ្យដូចថាសម្លយើងមានពណ៌លឿងល្អអញ្ចឹងណាបងប្អូនចាហើយម្សៅល្មៀតនេះគឺខ្ញុំធ្វើដោយខ្លួនឯងទេបងប្អូនចាឥឡូវចាប់ផ្ដើមដូចថាពុះហើយខ្ញុំក៏បន្ថែមនៅម្ទេសផ្លោកពណ៌លឿងហ្នឹងខ្ញុំមានបន្តិចហើយម្ទេសម្លេបន្តិចចាខ្ញុំអត់បានដាក់ម្ទេសហឹរទេថ្ងៃនេះចាពីព្រោះកូនខ្ញុំគាត់ប្រាប់ថាបើដាក់ហឹរពេកគាត់អត់ហូបកើតអញ្ចឹងបងប្អូនចាអញ្ចឹងខ្ញុំធ្វើតាមតម្រូវក្រុមគ្រួសារខ្ញុំចាឥឡូវភ្លក់មើលហើយចារសជាតិអាចទទួលយកបានចាវីដេអូខ្ញុំមានតែប៉ុណ្ណឹងអរគុណ